ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតមុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាជួយចុច like មួយរួចរាល់ហើយតចាប់ផ្ដើមទាំងអស់គ្នាសាច់រឿងនេះចាប់ផ្ដើមជាមួយ Nami ដែលពេលនេះនាងកំពុងតែធ្វើដំណើរទៅកាន់ភូមិកំណើតរបស់នាងឈ្មោះភូមិ Kokoyashi បន្ទាប់មកនៅពេលដែលនាងដើរទៅដល់ខ្លោងទ្វារផ្ទះធំមួយស្រាប់តែមានក្មេងប្រុសម្នាក់ស្រែកផងយំផងកាន់ដាវមួយរត់សំដៅមកផ្ទះនោះផងដែរក្មេងប្រុសនោះនិយាយថាគាត់មកសងសឹកជាមួយនៅម្ចាស់ផ្ទះនោះឈ្មោះអាឡង់ដែលបានសម្លាប់ប៉ារបស់គាត់ពេលនោះ Nami អត់មាននិយាយទេក៏ទិញដំបង3កណាត់ដែលនាងលាក់នៅកន្លែងពិសេសបណ្ដាក្មេងប្រុសនោះចេញហើយបានបោះលុយមកបាច់ទៅឲ្យគាត់រួចដេញគាត់ត្រឡប់ទៅផ្ទះវិញបន្ទាប់មកនាងបានដើរចូលទៅក្នុងផ្ទះនោះហើយបានជួបជាមួយនឹងមនុស្ស4នាក់ដែលរាក់ទាក់ជាមួយនាងខ្លាំងណាស់ហាក់បីដូចជាពួកគេធ្វើការនៅក្នុងក្រុមតែមួយនៅពេលនោះម្នាក់មេគេដែលមានឈ្មោះថាអាឡង់បានប្រកាសឲ្យគេរៀបចំពិធីជប់លៀងដើម្បីអបអរសាទរ Nami ដែលត្រឡប់មកវិញបន្ទាប់មកសាច់រឿងបានកាត់ទៅមើលឧសភដែលគាត់បានរកឃើញទូកគូអ៊ីមេរីហើយទូកនោះចតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់អាឡង់ទេសូរ៉ូអត់ដឹងទេថា Nami មកផ្ទះនឹងធ្វើអីទេតែគាត់ចង់បបួលឧសភនឹងចននេះសម្រាប់ចូលទៅនៅពេលនោះឧសភហើយនឹងចននេះបានយកញញោមវាយសូរ៉ូពីក្រោយឲ្យស្លាប់រួចចាប់គាត់ចោលនៅក្តោងទូកកុំឲ្យគាត់ធ្វើប្រទេសផ្ដាស់ពួកគេសុទ្ធតែដឹងថាអាឡង់ហើយនឹងកូនចៅរបស់គាត់សុទ្ធតែកាយឲ្យខ្លាំងណាស់មិនមែនជាតែសម្រាប់ចូលទៅតែប្រទេសតែផ្ដាស់ទេបន្ទាប់មកឧសភចង់បោះទូករបស់ពួកគេទៅចតនៅក្បែរទូកគូអ៊ីមេរីប៉ុន្តែពួកគេបានឃើញកូនចៅរបស់អាឡង់ពី3នាក់អង្គុយលេងនៅជិតនោះចំណែកកូនចៅរបស់អាឡង់ពេលឃើញទូករបស់ពួកគេក៏លោតចូលទឹកហែលមកមើលពេលនោះឧសភហើយនឹងចននេះភ័យខ្លាចណាស់ក៏លោតទឹកហាគេចខ្លួនបាត់ទុកឲ្យសូរ៉ូនៅលើទូកតែម្នាក់ឯងបន្ទាប់មកពួកគេបានហាគេចខ្លួនទៅដល់ភូមិមួយឈ្មោះ Gosa តែផ្ទះនៅភូមិនោះសុទ្ធតែត្រូវបានគេគាស់ឲ្យផ្ងាជើងទាំងអស់ចននេះឮថាអាឡង់ទៅមកភូមិនឹងប្រហែលជា3អាទិត្យមុនទេអញ្ចឹងគ្មាននរណាផ្សេងទេមានតែក្រុមអាឡង់ជាអ្នកធ្វើឲ្យបន្ទាប់មកមិនដឹងថាចននេះបានឃើញអីទេស្រាប់តែប្រូចទៅចៅឧសភបាត់អ្វីដែលចននេះខ្លាចនៅពេលនោះគឺកូនចៅរបស់អាឡង់ក្រោយមកឧសភក៏បានឃើញម្នាក់នោះហើយក៏ព្យាយាមរត់គេចផងដែរពេលនោះគាត់បានរត់ទៅជួបជាមួយនឹងក្មេងប្រុសម្នាក់ហើយនឹងនារីម្នាក់ឈ្មោះ Nojiko ហើយដោយសារតែចង់ធ្វើជាវរៈបរោះការពីកុមារនិងស្ត្រីភេទទន់ខ្សោយឧសភក៏ត្រៀមប្រយុទ្ធជាមួយនឹងមនុស្សត្រីម្នាក់នោះប៉ុន្តែ Nojiko បែរជាដាក់គាត់មកញួរឲ្យស្លាប់ហើយឲ្យគាត់យកទៅលាក់ទុកមូលហេតុដែលភូមិនឹងត្រូវបានគេវាយកំទេចគឺដោយសារតែមានមនុស្សម្នាក់គត់ហ៊ានងើបឈរប្រឆាំងជាមួយក្រុមរបស់អាឡង់ក្រុមរបស់អាឡង់មិនមែនពូជសាសមនុស្សទេពួកគេកើតមកគឺមនុស្សកាត់មួយឆាអញ្ចឹងមកអ្នកខ្លះកាត់ទៅមឹកអ្នកខ្លះកាត់ទៅត្រីអ្វីដែលសំខាន់គឺពួកគេមានកម្លាំងខ្លាំងហើយនៅមានសមត្ថភាពពិសេសច្រើនជាងមនុស្សការដែលពួកគេហ៊ានធ្វើបាបប្រជាជនតាមអំពើចិត្តអញ្ចឹងគឺដោយសារតែមានមេកម៉ារីនពុករលួយម្នាក់ឈ្មោះនេសាមីជួយកាងពួកគេត្រឡប់ទៅមើលសូរ៉ូវិញពេលនេះគេបានបញ្ជូនគាត់ទៅជួបជាមួយនឹងអាឡង់ហើយដោយសារតែខ្លាចអាឡង់សម្លាប់សូរ៉ូណាមីបានចូលខ្លួនមកដោះស្រាយជាមួយនឹងសូរ៉ូដោយផ្ទាល់នាងប្រាប់សូរ៉ូថានាងគឺជាសមាជិកចៅសមុទ្រនៅក្នុងក្រុមរបស់អាឡង់ហើយនាងដើរជាមួយនឹងក្រុមរបស់សូរ៉ូកន្លងមកគឺដើម្បីបោកពួកគេប្រើតែប៉ុណ្ណោះពេលនោះសូរ៉ូអត់ជឿនាងទេក៏លោតចូលទៅក្នុងទឹកទាំងដៃចោលចំណងចង់ដឹងថាណាមីជួយគាត់អត់ហើយច្បាស់ណាស់ណាមីមិនឲ្យសូរ៉ូលងទឹកស្លាប់ទេក៏លោតចូលទៅជួយគាត់ពេលស្រង់សូរ៉ូឡើងមកលើគោកវិញហើយណាមីបានវាយគាត់ប្រមាណដៃហើយប្រាប់អាឡង់ថាទុកសូរ៉ូឲ្យនាងចាត់ការដោយផ្ទាល់នៅពេលនោះផងដែរស្រាប់តែមានកូនចៅរបស់អាឡង់ម្នាក់រត់មកប្រាប់ថាសូរ៉ូមិនមែនមកតែម្នាក់ឯងទេមានគ្នារបស់គាត់ដែលមានចំហវែងម្នាក់មកជាមួយផងដែរហើយនៅពេលនេះម្នាក់នឹងរត់ទៅភូមិ Kokoyashi បាត់ហើយពេលលើអញ្ចឹងអាឡង់ក៏សម្រេចចិត្តធ្វើដំណើរទៅកាន់ភូមិ Kokoyashi ព្រោះគាត់ក៏មានការងារធ្វើនៅទីនោះផងដែរបន្ទាប់មកមិនយូរប៉ុន្មានក្រុមរបស់អាឡង់បានធ្វើដំណើរទៅដល់ភូមិ Kokoyashi នៅទីនោះអាឡង់បានរករឿងបរិសម្នាក់ដែលលួចលាក់អាវុធមិនឲ្យគាត់ដឹងហើយនៅពេលនោះគាត់ចង់សម្លាប់បរិសម្នាក់នោះដើម្បីកុំឲ្យអ្នកផ្សេងទៀតយកតម្រាប់តាមស្នាណាស់ដែលឧសភប្រើជំពាបបាញ់ទៅជួយគាត់តាន់ធ្វើឲ្យអាឡង់ខឹងជាមួយនឹងឧសភខ្លាំងណាស់ក៏គំតិចតែដែលឧសភឈរពីលើនឹងប៉ុន្តែនៅពេលនោះធ្វើឲ្យឧសភអត់តាន់បានទេត្រឡប់ទៅមើលសូរ៉ូបន្តិចវិញពេលអាឡង់ចេញពីផ្ទះណាមីបានទៅជួយរំដោះគាត់ហើយប្រាប់គាត់ឲ្យចាក់ចេញជាបញ្ញាប់បន្ទាប់មកណាមីបានធ្វើដំណើរទៅគ្រប់ភ្នំរបស់នាងដែលនៅទីនោះនាងបានជួបជាមួយនឹង Nojiko ដែលជាបងស្រីរបស់នាងផងដែរតាមរយៈការសន្ទនារបស់ពួកគេនៅពេលនោះយើងដឹងថាណាមីចង់សំលុយចំនួន100លានបារីដើម្បីរំដោះភូមិ Kokoyashi ចេញពីការត្រួតត្រារបស់អាឡង់ឆ្លោះសន្យាជាមួយណាមីថាបើសិនជានាងយកលុយចំនួនប៉ុណ្ណឹងឲ្យគាត់គឺគាត់ចូលធ្វើបាបប្រជាជននៅភូមិ Kokoyashi ទៀតហើយពេលនេះណាមីរកបានចិត្តគ្រប់ចំនួនហើយខ្វះតែ7លានទៀតទេត្រឡប់ទៅមើលសូរ៉ូបន្តិចវិញពេលគាត់រួចពីចំណងគាត់បានទៅវាយកូនចៅរបស់អាឡង់ដេកឡើងរៀបពេញផ្ទះបន្ទាប់មកគាត់បានឃើញកូនចៅរបស់អាឡង់ម្នាក់ដែលមានរូបរាងដូចមឹកឈ្មោះហាឈីកំពុងតែស្ទូចត្រីលេងនៅក្រៅផ្ទះហើយហាឈីនោះស្មានថាសូរ៉ូជាភ្ញៀវមករកអាឡង់ក៏មានចិត្តល្អជួយជូនសូរ៉ូទៅកាន់ភូមិ Kokoyashi ព្រោះគាត់ដឹងថាអាឡង់នៅទីនោះបន្ទាប់មកសាច់រឿងបានកាត់ទៅមើលក្រុមរបស់ Luffy ដែលកំពុងតែធ្វើដំណើរទៅតាមរកណាមីនៅតាមផ្លូវសានជីបានធ្វើម្ហូបយ៉ាងឈ្ងុយឆ្ងាញ់ដើម្បីឲ្យគ្នាគាត់ញ៉ាំហើយនៅពេលនោះក្លិនម្ហូបរបស់គាត់បានតាក់ទាញគោសមុទ្រយ៉ាងធំមកក្បាលឲ្យហែមកតាមគ្រាន់តែដឹងថាគោសមុទ្រនឹងចង់ទៅដើរម្ហូបញ៉ាំ Luffy ក៏បានសុទ្ធវាម្ដាយហើយសានជីក៏ថែមវា2ជើងទៀតបន្ទាប់មកចាប់វាឲ្យជួយអូទូដើម្បីឆាប់បានទៅដល់គោលដៅត្រឡប់មកមើលអាឡង់វិញពេលគាត់មកដល់ផ្ទះគាត់បានឃើញកូនចៅរបស់គាត់ត្រូវបានសូរ៉ូវាយឲ្យដេករនោករណែលបន្តិចក្រោយមកមានកូនចៅរបស់គាត់ម្នាក់ដែលមានមាត់ដូចសេះសមុទ្រឈ្មោះឈូចាប់ឧសភបានហើយក៏នាំឧសភទៅកាន់ទីនោះពេលនោះពួកគេមាននឹងកាត់ចំហរបស់ឧសភទៅហើយតែបានណាមីចូលទៅតាន់ហើយដើម្បីជួយឧសភបានណាមីធ្វើជាឈ្លោះទាស់តែងគ្នាជាមួយនឹងឧសភរហូតដល់ចុងក្រោយនាងធ្វើជាសម្លាប់គាត់ទម្លាក់ទឹកថែមទៀតផងការសម្ដែងរបស់ពួកគេទាំងពីរនាក់នៅពេលនោះដូចខ្លាំងណាស់ធ្វើឲ្យក្រុមរបស់អាឡង់ជឿទាំងស្រុងតែពេលនោះចននេះដែលមើលឃើញពីក្រៅលំបងក៏ជឿផងដែរថាណាមីបានសម្លាប់ឧសភចោលបាត់ហើយត្រឡប់
ឡប់ទៅមើលក្រុមរបស់ Luffy វិញពេលនេះកូសមុទ្របានអូសពួកគេមកដល់គោលដៅហើយប៉ុន្តែមិននឹងហេតុអីទេវាបានហែទៅបុកច្រាំងបណ្ដាលទូករបស់ Luffy ផ្លោងឡើងទៅលើដូចជាហោះពេលទូកធ្លាក់ចុះមកវិញចៃដន្យខ្លាំងណាស់ពួកគេបានជួបជាមួយនឹង Zoro បន្ទាប់ពីចុះចតបានសុវត្ថិភាពទាំងអស់គ្នាហើយចននេះក៏បានដើរទៅជួបពួកគេហើយប្រាប់ថា Nami បានសម្លាប់ Usopp បាត់ហើយឮអញ្ចឹង Luffy រន្ធត់ចិត្តណាស់ហើយគាត់អត់ជឿថា Nami ហ៊ានធ្វើដល់ថ្នាក់នឹងទេពេលនោះ Nami ក៏បានដើរទៅដល់ទីនោះផងដែរហើយនាងបានប្រាប់ពួកគេថាវាជាការពិតដែលនាងសម្លាប់ Usopp នាងនិយាយទៀតថាការដែលនាងរាប់អានជាមួយពួកគេគឺដើម្បីគេងយកតែផលចំណេញតែប៉ុណ្ណោះតាមពិតនាងនិយាយអញ្ចឹងគឺដើម្បីឲ្យក្រុមរបស់ Luffy អស់ចិត្តពីនាងហើយនាំគ្នាចាក់ចេញពីភូមិហ្នឹងដោយសារតែនាងអត់ចង់ឃើញពួកគេមានគ្រោះថ្នាក់ពេលហ្នឹង Luffy វល់អស់ហើយមិនចង់ទៅណាទេក៏ដេកនៅទីនោះមួយកន្លែងចំណែក Nami វិញមិនដឹងនិយាយមិនឲ្យ Luffy យល់ទេនាងខឹងខ្លាំងណាស់ក៏រត់ត្រឡប់ទៅវិញក្នុងពេលជាមួយគ្នាមានហេតុការណ៍មួយបានកើតឡើងដែលនៅក្នុងនោះមានកងម៉ារីនមួយក្រុមផ្សេងទៀតបានធ្វើដំណើរមកចាត់ការក្រុមរបស់អាឡុងចោតដោយសារតែពួកគេបានទទួលពាក្យដំណឹងពីអ្នកភូមិកូសាចាប់ដើមឡើងពួកគេបានបាញ់កាភ្លើងធំចូលទៅក្នុងផ្ទះរបស់អាឡុងតែអាឡុងពិតជាសាហាវណាស់បានប្រើថ្មីរបស់គាត់ខាងកំទេចក្រកាភ្លើងធំនោះចោលបន្ទាប់មកកូនចៅរបស់អាឡុងឈ្មោះឈូបានឡើងទៅលើទូករបស់កងម៉ារីនហើយប្រើទឹកមាត់បាញ់មេបញ្ជាការរបស់ពួកគេឲ្យរបួសក្នុងពេលជាមួយគ្នាមានកូនចៅរបស់អាឡុងម្នាក់ទៀតឈ្មោះហាឈីបានទៅរំកិលផ្កាថ្មនៅក្រោមទឹកបង្កើតបានទៅជាទឹកគួចយកទូករបស់កងម៉ារីនទៅបាត់អ្នកភូមិខូខូយ៉ាស៊ីទាំងអស់ដែលឈរមើលហេតុការណ៍នោះពិតជាអស់សង្ឃឹមខ្លាំងណាស់ព្រោះគ្មាននរណាអាចមកជួយពួកគេបានទេត្រឡប់ទៅមើល Usopp វិញពេលនេះគាត់បានទៅជួបជាមួយនឹងក្រុមរបស់ Luffy ហើយគាត់បានរៀបរាប់ដំណើររឿងគ្រប់យ៉ាងប្រាប់ពួកគេបន្ទាប់ពីដឹងរឿងអស់ហើយពួកគេបានពិភាក្សាគ្នាដើម្បីរកវិធីជួយ Nami ប៉ុន្តែពិបាកខ្លាំងណាស់ព្រោះ Nami អត់ចង់ឲ្យពួកគេលូកដៃចូលទេពេលនោះផងដែរស្រាប់តែ Nojiko បងស្រីរបស់ Nami បានទៅដល់ហើយនឹងចង់ប្រាប់រឿងរ៉ាវទាក់ទងនឹងប្រវត្តិរបស់ Nami ឲ្យពួកគេដឹងប៉ុន្តែចម្លែកខ្លាំងណាស់ Luffy អត់ចង់ដឹងពីប្រវត្តិរបស់ Nami ទេក៏ដើរចេញពីកន្លែងនោះប្រាប់ថាគាត់ទៅដើរលេងបន្ទាប់មក Nojiko បានដំណើរប្រាប់ថាកាលពីតូចនាងហើយ Nami សុទ្ធតែជាក្មេងកំព្រាដូចគ្នាហើយពួកគេត្រូវបានម៉ាក់ចិញ្ចឹមម្នាក់ឈ្មោះ Bellamy យកទៅចិញ្ចឹមជីវភាពរស់នៅរបស់ពួកគេមិនសូវជាធូរធារប្រហែលទេរកបានត្រឹមមកគ្រប់ចាយតែប៉ុណ្ណោះមានថ្ងៃមួយនៅពេលដែល Nami ហើយ Nojiko ទៅលេងនៅផ្សារស្រាប់តែក្រុមចោរសមុទ្រអាឡុងបានទៅដល់ហើយទាមទារឲ្យអ្នកភូមិបង់លុយឲ្យពួកគេជារៀងរាល់ខែបើមិនចង់ឲ្យពួកគេសម្លាប់តម្លៃដែលពួកគេទាមទារគឺមនុស្សធំត្រូវបង់ 10,000 berry ចំណែកក្មេងៗត្រូវបង់ 50,000 berry នៅពេលនោះអត់មាននរណាគេម្នាក់ហ៊ានតវ៉ាជាមួយពួកគេទេក៏ព្រមបង់លុយឲ្យពួកគេតាមស្រួលបន្ទាប់មកនៅពេលដែលក្រុមចោរសមុទ្ររៀបចំត្រឡប់ទៅវិញពួកគេបានឃើញផ្សែងហុយចេញពីផ្ទះមួយដែលមិនទាន់បានបង់លុយហើយក៏ធ្វើដំណើរទៅកាន់ទីនោះផ្ទះនោះគឺជាផ្ទះរបស់ Bellamy ដែលជាម្ដាយចិញ្ចឹមរបស់ Nami ហើយនិង Nojiko ពេលពួកគេទៅដល់ Bellamy បានស្វាគមន៍អាឡុងជាមួយនឹងកាភ្លើងវែងម្ដាមសោកចូលក្នុងមាត់របស់គាត់សូមបញ្ជាក់បន្តិចថា Bellamy ក៏ធ្លាប់ជាកងម៉ារីនម្នាក់ដែរប៉ុន្តែអាឡុងមានថ្មិញខ្លាំងណាស់អាចខាំកំទេចកាភ្លើងរបស់ Bellamyបានពេលនោះអាឡុងបានជន់បំបាក់ដៃរបស់ Bellamy កុំឲ្យចេះតែហ៊ានហើយ Gensan ដែលជានគរបាលភូមិបានចូលមកជួយគាត់ប្រាប់ Bellamy ឲ្យបង់លុយទៅអាឡុងទៅដើម្បីកុំឲ្យអាឡុងសម្លាប់នាងចោលសម្រាប់គ្រួសាររបស់នាងបើគិតទាំងក្មេងៗ2នាក់ទៀតគឺត្រូវបង់ 20,000 ប៉ុន្តែនៅពេលនោះ Bellamy មានលុយតែ 10,000 មិនគ្រប់បង់ឲ្យគេទេដល់ពេលអញ្ចឹងទៅនាងក៏សម្រេចចិត្តបង់ជួយក្មេងៗអត់បង់ឲ្យខ្លួនឯងនៅទីបំផុតអាឡុងក៏សម្លាប់ Bellamy ចោលដើម្បីធ្វើជាឧទាហរណ៍ដល់អ្នកផ្សេងទៀតបន្តមកទៀតកូនចៅរបស់អាឡុងបានរកឃើញផែនទីមួយនៅក្នុងកប៉ាល់របស់ Bellamy ដែលផែនទីនោះគឺ Nami ជាអ្នកគូហើយដោយសារតែទឹកដៃរបស់ Nami ល្អអាឡុងក៏ចាប់នាងទៅធ្វើការឲ្យគាត់នៅពេលនោះដែរ Gensan ដែលជានគរបាលភូមិក៏ព្យាយាមឃាត់តែត្រូវបានក្រុមរបស់អាឡុងកាប់ឲ្យរបួសជាច្រើនកន្លែងតាមពិតអ្នកភូមិនឹងមិនមែនសិតតែកំសាកទេនៅថ្ងៃនោះពួកគេក៏បានព្យាយាមប្រយុទ្ធជាមួយនឹងក្រុមចោរសមុទ្រដែរតែបានត្រឹមតែឲ្យក្រុមចោរសមុទ្រកាប់ឲ្យរបួសពេញខ្លួនតែប៉ុណ្ណោះពីថ្ងៃក្រោយមកអ្នកភូមិបានប្រមូលគ្នាចង់ទៅជួយរំដោះ Nami មកវិញប៉ុន្តែ Nami បានមកជួបពួកគេហើយប្រាប់ថាមិនបាច់ទេព្រោះនាងព្រមធ្វើការជាមួយនឹងក្រុមចោរសមុទ្រហើយដើម្បីបានលុយចាយតាមពិតទៅ Nami មិនចង់ឲ្យពួកគេមានគ្រោះថ្នាក់ដោយសារនាងចាប់ពីពេលហ្នឹងមក Nami បានចាប់ផ្ដើមចេញទៅលួចលុយរបស់ចោរសមុទ្រយកទៅកប់ទុកនៅកន្លែងសម្ងាត់មួយព្រោះអាឡុងបានសន្យាជាមួយនាងថាបើសិនជានាងរកលុយបាន100លានយកទៅឲ្យគាត់នឹងដកលែងភូមិខូខូយ៉ាស៊ីឲ្យមានសេរីភាពពេលនេះយើងត្រឡប់មកមើលពេលបច្ចុប្បន្នវិញឥឡូវហ្នឹង Nami ខ្វះតែ7លានទៀតគ្រប់ចំនួន100លានហើយប៉ុន្តែថ្ងៃមួយកងម៉ារីនមួយក្រុមដឹកនាំដោយ Nezumi ដែលជាមន្ត្រីពុកអលួយបានទៅជួបនាងហើយទាមទាររើបអូសទ្រព្យសម្បត្តិដែលនាងលួចពីចោរទាំងអស់ដាក់ចូលជាសម្បត្តិរដ្ឋពេលនោះគាត់ដឹងថា Nami មានលុយចំនួនប្រមាណទៀតធ្វើឲ្យ Nami ដឹងថាកងម៉ារីនហ្នឹងសុំកលុំគ្នាជាមួយនឹងអាឡុងបន្ទាប់មកមិនយូរប្រមាណកងម៉ារីនបានរកឃើញលុយរបស់ Nami ពេលនោះ Nami មិនសុខចិត្តទេក៏សម្រុកចូលទៅតែត្រូវបាន Nezumi ទាញកំភ្លើងបាញ់គ្រាន់តែការបាញ់នោះមិនចំ Nami ទេគឺត្រូវចំ Nojiko ដែលចូលមករងគ្រាប់ជំនួសនាងបន្ទាប់មក Nami បានបញ្ញាប់នាំ Nojiko ទៅជួបពេទ្យភូមិហើយចៃដន្យ Luffy ក៏អង្គុយលេងនៅក្បែរនោះផងដែរពេលបានឃើញ Nami Luffy បានចូលទៅសួរនាងថាមានអីឲ្យគាត់ជួយអត់ប៉ុន្តែ Nami ខឹងជាមួយ Luffy ណាដែលអត់ព្រមនាំគ្នាចាក់ចេញពីភូមិនឹងទៀតក្រោយមកទៀត Nami បានរត់ទៅរក Arlong ដើម្បីជំរះបញ្ជីគ្នាប៉ុន្តែធ្វើអី Arlong អត់បានទេបានត្រឹមតែឲ្យគេសើចចំអកនាងតែប៉ុណ្ណោះស្របពេលជាមួយគ្នានោះអ្នកភូមិបានដឹងរឿងរ៉ាវរបស់ Nami ទាំងអស់ហើយពួកគេយល់ថាវាជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ Nami ក៏ប្រមូលគ្នាទៅជំរះបញ្ជីជាមួយ Arlong ផងដែរ
នៅពេលនោះណាមីបានត្រឡប់មកវិញទាន់ហើយនឹងខំប្រឹងលេងទឹកមុខធ្វើដោយធម្មតាដោយអត់មានរឿងអីកើតឡើងអញ្ចឹងនាងប្រាប់ពួកគេថាលុយប៉ុណ្ណឹងមិនច្រើនទេតែបន្តិចទៀតនាងរកបានមកវិញហើយដល់ពេលពួកគេអត់ស្ដាប់ណាមីក៏ទាញកំបិតគំរាមពួកគេថែមទៀតប៉ុន្តែទោះបីជាធ្វើអញ្ចឹងក៏ដោយក៏នៅតែអត់ប្រយោជន៍ដដែលព្រោះអ្នកភូមិមានកំហឹងពុះកញ្ជ្រោលដល់កហើយពេលនេះបន្ទាប់ពីអ្នកភូមិចេញទៅរកអាឡុងអស់ណាមីពិតជាទាត់តម្រេះណាមិនដឹងថាត្រូវជួយពួកគេយ៉ាងម៉េចទេពេលនោះនាងពិតជាខឹងអាឡុងណាស់ក៏ដកកំបិតយកមកចាក់សាក់រូប logo របស់អាឡុងដែលសាក់ជាប់នៅលើស្មារបស់នាងពេលឃើញអញ្ចឹងលូហ្វីក៏ជួយចាប់ខាត់ព្រោះគាត់មានអារម្មណ៍ថាឈឺចាប់ជំនួសណាមីខ្លាំងណាស់ហើយពេលនោះហើយដែលណាមីសំពឹងឲ្យលូហ្វីជួយនាងផងពេលបានភ្លើងខៀវពីណាមីអញ្ចឹងហើយលូហ្វីអត់មានរីរែកទេព្រោះគាត់ចង់ជួយនាងយូរហើយតែនាងមិនឲ្យជួយបន្តមកលូហ្វីបាននាំគ្នាទៅចម្រាមបញ្ជីជាមួយនឹងអាឡុងដល់ផ្ទះសម្រាប់រឿងនេះផងណាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាយល់ថារឿងនេះល្អមើលឬក៏យ៉ាងណាសូមជួយ comment ប្រាប់ផងសូមអរគុណម្ដងទៀតនិងសូមជូនពរសុខភាពល្អអនាគតបបររុងរឿង